ហើយក៏សូមអធិស្ឋានចំពោះចែកទេដូចភាសាណាចឹងក្រុម3ក្រុមអ្នកទាំងគ្នាបាននិយាយទស្សនាសើចសប្បាយហើយអញ្ចឹងយើងពាក់នេះលែងបានសើចហើយអញ្ចឹងយើងយល់មិនអត់ហើយហើយបានសើចយើងនឹងក៏ដូចតែនឹងការសម្ដែងរបស់ក្រុមខ្ញុំបានចុងក្រោយគេហើយសូមសួរទៅមិត្តរបស់គ្នាមិត្តគ្រូសិស្សទាំងអស់គ្នាថាតើមានអីគេដែលតបស្គាល់ពីចង់បានដូចដែរអូបាទស្គាល់ច្រើនហើយអញ្ចឹងវិធីបញ្ចុះអរិយនេះដោយសារប្រពៃណីខ្មែរយើងតាំងពីបុរាណកាលមកអរិយធម៌វប្បធម៌ខ្មែរដ៏រុងរឿងវិធីបញ្ចុះអរិយនេះគឺមានដើមកំណើតតាំងពីមុនពុទ្ធសករាជគ្រិស្តសករាជចូលមកបន្លែដោយសារខ្មែរយើងក៏មានជំនឿទៅលើព្រលឹងអរិយអ្នកតាដើមឈើជាដើមនេះទៅហើយចំពោះពិធីបញ្ចុះអរិយនេះគឺខ្ញុំបានមានសមាជិកក្រុមខ្ញុំប៉ុណ្នេះដែលមានពេលរៀបរាប់ឈ្មោះទេខ្ញុំសូមទៅមុខបន្តវេទិការបស់ខ្ញុំថ្ងៃហ្នឹងគឺមាន5បាទខ្ញុំនឹងបញ្យល់ថាអ្វីទៅជាការបញ្ចុះអរិយមូលហេតុគ្រឿងដណ្ដប់ឧបករណ៍ភ្លេងឧបករណ៍ភ្លេងនិងដំណើរនៃពិធីបាទយើងឈានដល់ទី1តើអ្វីជាពិធីបញ្ចុះអរិយអញ្ចឹងខ្ញុំលើកបាននិយាយពីដើមមកអញ្ចឹងគឺខ្មែរយើងមានវប្បធម៌ច្រើនបែបគាត់បាទនេះថាយើងជាតាមកំណើតនៅក្នុងរេធម៌ដ៏រុងរឿងណាអញ្ចឹងតាមលោកអាំងឈូលៀងរ៉ាត់ទូក៏បានអានថាពិធីបញ្ជាន់ឬក៏បញ្ចូលអរិយហ្នឹងគឺគេធ្វើឬក៏គឺជាការបញ្ចូលរូបដើម្បីឲ្យដឹងថាអ្នកជំងឺដែលគាត់ជាឈឺយូរអត់ជាសះស្បើយឬក៏ពីសម័យដើមគាត់បាត់គោក្របីអីក៏គាត់ធ្វើពិធីហ្នឹងដើម្បីឲ្យគាត់ដឹងថាពួកវាសម័យមុនអត់មានបច្ចេកវិទ្យាជារៀងនេះគឺគាត់មានតែធ្វើពិធីផ្លូវក្នុងនឹងឯងហើយមនុស្សយើងក៏មិនអាចទៅចូលជជែកជាមួយនឹងអរិយទាំងនោះបានដែរបាទអរិយទៅតាមឯកសារដែលយើងបានស្រាវជ្រាវគឺបានចែកជាពីរមានអរិយគេហៅថាថ្មពិធីសាស្ត្រហើយនិងអរិយពលឹងដូនតាយើងតែចំពោះអរិយនេះគឺអរិយពលឹងដូនតាយើងជាអ្នកតាមថែរក្សាយើងអញ្ចឹងគាត់បានគុំក្រងយើងចាំបើយើងធ្វើខុសឆ្គងអីខុសត្រូវកន្លែងណាមួយគឺគាត់អាចនឹងមកធ្វើអីធ្វើនេះទៅបាទអញ្ចឹងនេះគឺជាយុទ្ធន័យដែលឲ្យសូមទៅទៀតមូលហេតុនៃការធ្វើពិធីហ្នឹងឧទាហរណ៍ថាយើងឃើញអ្នកតាសង្គមឬក៏បងប្អូនយើងមានការសម្លាប់ភ្លាមឬក៏ថាគាត់ឈឺជំងឺរាប់ឆ្នាំនោះអត់ជាអត់ដឹងខុសខាងណាអញ្ចឹងឬក៏សមាជិកគ្រួសារយើងមួយគឺមានធ្វើពិធីយ៉ាងឡើងដោយសារគាត់ទៅរកគ្រូពេទ្យផងអីចឹងទៅគឺអត់ដឹងថាត្រូវធ្វើមិនទេជាដល់ច្រើនដាក់ថាវាត្រូវណាអញ្ចឹងក៏ខ្មែរយើងថាអត់ដាក់វាទៅរកគ្រូអីដើម្បីទៅតាមបែបខ្មែរយើងមកតាមឯងបាទហើយតាមរយៈការធ្វើពិធីហ្នឹងតម្រូវឲ្យមានភ្លេងអរិយចាំបាច់ហើយភ្លេងអរិយគឺជាភ្លេងខ្មែរទៀតអញ្ចឹងយើងតទៅមុខនេះថាតើភ្លេងអរិយភ្លេងខ្មែរហ្នឹងវាមានតែបងនៅក្នុង slide របស់ខ្ញុំបន្តខ្ញុំនឹងប្រាប់ភ្លេងតែឥឡូវយើងមកស្គាល់ពីគ្រឿងដណ្ដប់អញ្ចឹងយើងមានអានេះឯកសារយកចេញពីអាញាវិទ្យាសាស្ត្រសាលាផងតាមរយៈជាភៅតន្ត្រីជីវិតខ្មែររបស់អ្នកស្រីកម្មរងផងគឺគាត់មានគ្រឿងទាំងអស់ហ្នឹងប៉ុន្តែខ្ញុំសូមបញ្ជាក់ថានៅតាមភូមិស្រុកនីមួយៗគឺមានការរៀបចំផ្សេងគ្នាយើងឃើញមានសប្តាហ៍យើងឃើញមាននៅសៀមរាបគេពីហ្នឹងណាហើយតម្រូវយើងឃើញមាននៅតាមខេត្តកំពង់ធំដូចជានៅតាមខេត្តបាត់ដំបងឬក៏នៅតាមខេត្តភាគឦសានរតនគិរីបន្តរីក៏មានដែរប៉ុន្តែការរៀបចំផ្សេងទៀតប៉ុន្តែគោលបំណងគឺដើម្បីទេដើម្បីចង់ដឹងណាចង់ដឹងថាយើងមានស្លាច្រើនដោយចូលបាទនេះគឺចូលដែលខ្ញុំបង្ហាញមានចូលអ្នកដែលមានចូលរូបតាមនេះទៅហើយខាងនេះមានគេហៅថាបាយសេបច្ឆាបាទនេះបាយសេបច្ឆាហើយក្នុងមានរូបដើមឈើតាមស្ដាប់ដើមឈើខ្វែងគង់ហ្នឹងដែលចាំពីដើមជឿថាយកមកដើម្បីធ្វើពិធីហ្នឹងឬក៏ឲ្យគ្រូដើម្បីសូត្រស្លឹកប្រោះព្រំដល់អ្នកជំនាញបាទហើយចំពោះគ្រឿងដង្វាយរបស់មេមត់គឺយើងមានបង្អែកចង្អាតគ្រឿងស្រវឹងឬក៏មាន់ឆ្កាជាដើមនោះហើយចំពោះគ្រឿងភ្លេងខ្ញុំបញ្ជាក់ថាពីបច្ចៈត្រូវមានភ្លេងខ្មែរហើយមានត្រង់ខ្មែរទៅបីរងវែងបីពកព្រៃបីរបបឈឹងស្គរដៃបាទដែលជាទូទៅគេលេងខ្សែសម្បត្តិដែល
គេធ្វើពិធីធំរូបគ្នាជាពិសេសនៅយើងឃើញមានពិធីលៀងមេមត់បាទលៀងមេមត់ឬក៏ពិធីបញ្ជាន់ចូលមេមត់អីហ្នឹងនៅខេត្តសៀមរាបគឺមានលេងច្រើនតែឈុតចាក់ពួកខ្ញុំយកតែមួយកំណត់ទៅទេbây giờនេះបានចែកគឺវាមានប្រយោជន៍យូរលណាស់មកហើយឯកសារនោះខ្ញុំបានមកពីពេជ្រទុំប្រវត្តិហើយនៅស្រីកម្មដំណើរនៃកម្មវិធីបាទអញ្ចឹងអ្នកទាំងអស់គ្នានឹងឃើញថាពេលមុនចាប់ដើមគឺយើងមានអ្នកជំនឿដេកស្រុកស្ដឹងអីចឹងទៅនៅរូបនិមិត្តនៃថាគ្រូដែលចូលរួមហ្នឹងហើយគេអត់ទានដើម្បីសុំបាទឲ្យចូលរួមមានដាក់ស្រូវកតមកព្រោះមានតែស្នំក៏បង្កប់ឲ្យមានតែលេងភ្លេងជើងបាទភ្លេងហ្នឹងយើងលេងអត់ត្រូវក៏គ្រូឲ្យចូលដែរអញ្ចឹងណាបាទហើយបន្តមកលេងគុំហើយគ្រូក៏ចាប់បានចូលអញ្ចឹងពេលចូលទៅក៏មានការសន្ទនាគ្នាយើងអាចយល់ការបានទេដោយសារជាការសន្ទនាជាមួយព្រលឹងអញ្ចឹងវាមានស្នំតំណាងនៃនិយាយចាក់ពូចាក់ស្រុកដែលពួកយើងជឿទុកចិត្តគាត់អីចឹងទៅយើងក៏មិនគាត់ជួយរកឲ្យហើយបន្តមកស្នាមក៏រៀបរាប់ពីស្នាមនេះតែជំនឿទៅតែខុសអីក៏គាត់ដកទុកដកបឲ្យទៅថាខុសហើយខាងណាខាងណីចឹងណាមានខុសបែបបត់ច្រើនហើយបន្តមកគាត់ក៏ដកធ្វើដកបឲ្យដាក់ក្នុងប៉ែមួយនៅតាមស្រុកភូមិណាដាក់ក្នុងប៉ែមួយយកទៅដាក់នៅខាងផ្លូវណាមួយយើងទៅយើងដើរជាប់ប៉ែទៀតទៅបញ្ជាន់ទៅដែរចឹងឯកសារយើងគឺខ្ញុំបានមានប៉ុណ្ណេះគឺលឿគាត់គោលនៅតាមផ្សេងហើយនឹងវិញ្ញាបត្រមួយជំទង់ហើយនឹងការបាត់ភាពជុំតារាងហើយនឹងពីឯកសារផ្សេងៗរបស់អ្នកស្រីកម្មរំហើយសូមអរគុណចំពោះខ្ញុំហើយសូមលេងទស្សនាជាមួយនឹងការសម្ដែងជុំឆាកបាទជាន់អរិយរបស់ក្រុមខ្ញុំបានដូចទៅបាទហើយមកស្កាំនេះឈឺមែនទេឈឺមែនឬឈឺលេងស្លេងក៏បាត់ឈឺនឹកប្រពន្ធនឹកអេមិនក្រុមហើយចឹងស្បូនលូនតាមអើយមកទៅទេអត់បាទសួរអងទៅទេអងបាទអងទៅចូលនេះទៅហើយចាទៅពីខាងនេះទៅមកអូមួយថ្ងៃនេះមកដល់លេងណាទៅយកចិត្តដល់លេង3 ថ្ងៃសតមកវិញឈឺដាក់ស្រោមអីអត់ចូលហើយបែកតាំងទៅមកទេហើយចុះមកទៅបែបជាឲ្យមានបានទៅរកគ្រូរកអីគេមើលអត់ណាអត់តបានទៅទៅមិនសាអត់គ្រូនេះអាចគាត់គ្រូមួយនៅនៅtrong khu hàng con này bạch má cho con thử mưa ăn hai rồi con mưa đi vào con ăn khâu người ta đưa có ấy đặt con con ăn mà tôi đưa ấy nó còn khâu một con luôn ớt trâu luôn cho nó hay ăn luôn nó bên xe ba hay thì cô trong tớ tôi làm đấy chuông bay đừng cùng tục vô giá đây là nhập hơn bạch má cho cả hai món rồi đâu biết sao chứ nhâm chê gì nhâm tê nhớ kêu bật cột và nặng đi đã tin luôn nhìn thằng ra so sao thế nào cơ vật tài mùi chào chào liệu gì đó ắt ruột luôn mày xa từ một bên ở đây rồi đấy nó ngay thùng ăn rồi cú chui rồi luôn bớt rồi cha cái bạc kia là kia ấy á anh con ta đang lên nè đã chưa bạn ông xây này ông thằng ông tiền chú bạn đường luôn đấy chui mơ con này con nhóm hiện tại đây cho này đây là điểm cái nào khác
Cái biết là cực gạt thế ý tôi chắc ôi tụi mình đó đi thanh châu đây tôi đâu biết châu cho mẹ hổ kira coba nâng cao trăm mày không chơi gặp bạn con chơi bà có được chơi chơi dây liệp lắm rồi nha xe dây cho ba nè sau lại còn gió Ria giật ria nước hạt bè anh nhận mà này dây lên ăn thân anh thay dây ác chuối không phải rập công chuối ở bên chia nó mới được dây con nó bị dừng cái cái có chụp tới lên là em tiết này mati thay
ok ចានិយាយសំខាន់ប៉ុណ្ណឹងជាហើយមែនលោកយាយ chị ơi đã cho mình con đem ra lại anh tiền ចាចាអរគុណច្រើនណាស់លោកយាយ ក្រែ